អាជីវករនៅផ្សារភ្នំតូចខេត្តបន្ទាយមានជ័យតវ៉ាឲ្យក្រុមហ៊ុនបញ្ឈប់គម្រោងរុះរើតូបពួកគាត់រួចសង់តូបថ្មីលក់ឲ្យពួកគាត់1ម៉ែត្រការ៉េ$160អាជីវករនៅផ្សារភ្នំតូចនៅខេត្តបន្ទាយមានជ័យតវ៉ាសុំឲ្យក្រុមហ៊ុនបញ្ឈប់គម្រោងរុះរើតូបពួកគាត់ហើយសាងសង់តូបថ្មីលក់ឲ្យគាត់1ម៉ែត្រការ៉េ$160កាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025នៅក្នុងសាលាឃុំភ្នំតូចស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យអាជីវករនៅផ្សារភ្នំតូចបានឲ្យដឹងថាអាជីវករដែលមានតូបលក់ដូរនៅក្នុងផ្សារភ្នំតូចប្រមាណជា80គ្រួសារសូមធ្វើការតវ៉ាឲ្យអាជ្ញាធរស្រុកខេត្តជួយអន្តរាគមន៍កុំឲ្យក្រុមហ៊ុនឯកជនមកធ្វើការរុះរើតូបរបស់ពួកគាត់ដែលកំពុងលក់ដូរហើយយកទៅធ្វើផ្សារថ្មីហើយលក់ដូរឲ្យពួកគាត់វិញក្នុងតម្លៃ1ម៉ែត្រការ៉េតម្លៃ$160ព្រោះពួកគាត់គ្មានលទ្ធភាពនោះទេអាជីវករបានបញ្ជាក់ទៀតថាផ្សារភ្នំតូចនេះពួកគាត់ជាអ្នកស្រុកនៅទីនេះបានធ្វើតូបលក់ដូរសាងសង់តាំងពីតូបស្បូវរហូតដល់តូបដែកសង្កសីរហូតដល់បច្ចុប្បន្ននេះដោយលក់ដូរតកូនតចៅដីដែលសាងសង់ផ្សារនេះជាដីរបស់រដ្ឋដែលអនុញ្ញាតឲ្យពួកគាត់លក់ដូរតាំងពីឆ្នាំ1983មកម្លេះហើយថ្មីនេះមានក្រុមហ៊ុនមួយមិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានអាជ្ញាធរឃុំស្រុកអនុញ្ញាតឲ្យចុះមកធ្វើការស្ទាបស្ទង់មតិអាជីវករតែអាជីវករនៅក្នុងផ្សារភ្នំតូចមិនព្រមជាដាច់ខាតទើបធ្វើការតវ៉ាបើចង់កែលម្អផ្សារឲ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយមានអនាម័យល្អជាងនេះអាជីវករសូមធ្វើជាសហគមន៍សាងសង់ដោយខ្លួនឯងដោយឡែកលោកសឹមសុភ័ណ្ឌជាអ្នកសម្របសម្រួលជាមួយអាជីវករតំណាងឲ្យក្រុមហ៊ុនសុវណ្ណសុខសាននិរន្តរ៍ដែលមានគម្រោងម៉ៅការកែលម្អផ្សារភ្នំតូចបានឲ្យដឹងថាក្រុមហ៊ុនមកដល់ស្នាក់ការនៅមុខផ្សារនេះគឺមកសម្របសម្រួលស្ទាបស្ទង់មតិរបស់អាជីវករដោយមានគម្រោងចង់កែលម្អផ្សារភ្នំតូចឲ្យមានផ្លូវបេតុងបន្ទប់ទឹកស្អាតកន្លែងផ្ញើកង់ម៉ូតូរថយន្តនិងរៀបចំឲ្យមានរបៀបរៀបរយសន្តិសុខយាមកាមនិងមានការដាក់កាមេរ៉ាសុវត្ថិភាពមានប្រព័ន្ធទឹកឲ្យបានស្អាតហើយមកដល់ពេលនេះក៏មិនទាន់រុះរើតូបរបស់ពួកគាត់នោះទេគឺមកស្រង់មតិចូលរួមពីពួកគាត់តតែពួកគាត់យល់ព្រមទើបក្រុមហ៊ុនមានសិទ្ធិក្នុងការកែលម្អផ្សារនេះឡើងវិញតែរហូតមកដល់ពេលនេះក្រុមហ៊ុនបានចុះប្រមូលមេដាយយល់ព្រមប្រមាណជា85%ហើយនៅសល់តែ15%ទៀតតែប៉ុណ្ណោះដែលមិនទាន់យល់ព្រមលោកចៅលិញឈិញមេឃុំស្ដីទីឃុំភ្នំតូចបានដឹងថារហូតមកដល់ពេលនេះក្រុមហ៊ុនម៉ៅការកែលម្អផ្សារភ្នំតូចនេះក្រុមហ៊ុនបានចុះទៅស្ទាបស្ទង់មតិរបស់អាជីវករតែមិនទាន់ដឹងថាអាជីវករដែលយល់ព្រមមានប៉ុន្មានភាគរយនិងមិនទាន់យល់ព្រមមានប៉ុន្មានភាគរយនៅឡើយទេតែការអនុវត្តគម្រោងទៅបានលុះត្រាតែមានការយល់ព្រមពីភាគីទាំងសងខាងត្រយងនាំសារពិតគ្រប់ទីកន្លែង